បាទជម្រាបសួរក៏ដូចជាសួស្តីទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់ដែលតែងតែចង់សិក្សានៅភាសាអង់គ្លេសបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំចង់បង្ហាញពីការសិក្សានៅសៀវភៅមួយដែលមានឈ្មោះថា Up and Away 2បាទអញ្ចឹងយើងនឹងចូលទៅដល់មេរៀនទី5យកតែម្ដងបាទអូខេតោះអញ្ចឹង Unit 5បាទមេរៀនទី5 close សម្លៀកបំពាក់អូខេអញ្ចឹងយើងសិក្សាពាក្យ vocabulary ពាក្យ coat អាវក្រៅ coat អាវក្រៅ hat មួក hat មួក shirt អាវ shirt អាវ bill ខ្សែក្រវ៉ាត់ bill ខ្សែក្រវ៉ាត់ pants ខោ pants ខោ shoe ស្បែកជើង shoe ស្បែកជើងបាទអញ្ចឹងយើងនឹងតទៅពាក្យបន្ទាប់ទៀតតទៅជាមួយនឹងមេរៀនទី5នឹងដដែលបាទអូខេតោះ jacket អាវធំ jacket អាវធំ cap មួកបាទ cap មួក t-shirt អាវយឺត t-shirt អាវយឺត shorts ស្រោមជើង short ស្រោមជើង shakers ស្បែកជើងប៉ាតា shaker ស្បែកជើងប៉ាតាបាទតោះអញ្ចឹងយើងនឹងបន្តទៅពាក្យបន្ទាប់ទៀតបាទតទៅជាមួយនឹងមេរៀនទី5ដដែលបាទអូខេ dress រ៉ូបបាទកន្លែងនេះរ៉ូបណាបងប្អូនណាបាទអូខេ dress រ៉ូប watch នាឡិកាដៃបាទនាឡិកាដៃអូខេ watch នាឡិកាអូខេ bracelet អូខេខ្សែដៃ bracelet អូខេខ្សែដៃអូខេ blouse អាវខ្លីអូខេ blouse អាវខ្លី shirt skirt បាទសំពត់បាទអធិស្ឋាន skirt សំពត់អូខេ sweater អាវយឺតក្រៅអូខេ sweater អាវយឺតក្រៅ necklace ខ្សែក necklace ខ្សែក ties ខោរឹប ties ខោរឹប sandal ស្បែកជើងសង្រែកអូខេ sandal ស្បែកជើងសង្រែកបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការសិក្សានៅពាក្យទាំងអស់ហ្នឹងនៅក្នុងមេរៀនទី5ប្រយោលយើងនឹងបន្តតាក់ទងជាមួយនឹងប្រយោគបាទនេះគឺជាប្រយោគនៅក្នុងមេរៀនទី5តែម្ដងបាទអញ្ចឹង number 1 គេដាក់ថា Jimmy's coat is brown Jimmy's coat is brown មានន័យថាអាវក្រៅរបស់ Jimmy គឺពណ៌ត្នោតបាទអញ្ចឹងបន្តទៀតតាក់ទងជាមួយនឹង his head is pink បាទ his head is pink បាទមួករបស់គាត់គឺពណ៌ផ្កាឈូក his shirt is white his shirt is white គេមានន័យថាអាវរបស់គាត់គឺពណ៌សតោះតកតងនឹងប្រយោគបន្តទៀត his bill is yellow his bill is yellow ខ្សែក្រវ៉ាត់របស់គាត់គឺពណ៌លឿង his pants are blue his pants are blue ខោរបស់គាត់គឺពណ៌ខៀវអូខេ his shoes are black his shoes are black បែកគេតោះគេស្បែកជើងរបស់គាត់គឺពណ៌ខ្មៅគេតោះអញ្ចឹងយើងនឹងបន្តជាមួយនឹងប្រយោគបន្តទៀតបាទតែតទៅនឹង number 2 Larry's jacket is purple Larry's jacket is purple អាវក្រៅរបស់ Larry គឺពណ៌ស្វាយ His cap is black His cap is black មួករបស់គាត់គឺពណ៌ខ្មៅគេតទៅមុខទៀតតទៅជាមួយនឹង His t-shirt is red His t-shirt is red អាវយឺតរបស់គាត់គឺពណ៌ក្រហមគេត His shorts are orange His shorts are orange មានន័យថាខោខ្លីរបស់គាត់គឺពណ៌ទឹកក្រូចបាទ His socks are white His socks are white គេស្រោមជើងរបស់គាត់គឺពណ៌សបន្តមកទៀតប្រយោគចុងក្រោយគឺ His shaker are green His
shaker are green មានន័យថាស្បែកជើងបាទកីឡារបស់គាត់ហ្នឹងគឺពណ៌បៃតងអូខេអញ្ចឹងបន្ទាប់ពីយើងសិក្សានៅប្រយោគនឹងហើយយើងនឹងបន្តទៅមុខទៀតបាទយើងនឹងបន្តទៅមុខទៀតតកតងជាមួយនឹងប្រយោគមួយទៀតបងប្អូនណាបាទអូខេនេះគឺជាប្រយោគចុងក្រោយបាទគេតោះ number 2 curry's blouse is white curry blouse is white មានន័យថាអាវរបស់ Curry គឺពណ៌សណាអាវក្រៅតទៀត her skirt is blue her skirt is blue សំពត់របស់នាងគឺពណ៌ខៀវទៅប្រយោគបន្តទៀត her sweater okay sweater is gray her sweater is gray អាវយឺតរបស់គាត់គឺពណ៌ប្រផេះ her necklace is gold her necklace is gold ខ្សែករបស់គាត់គឺពណ៌មាសណា gold ហ្នឹងគឺពណ៌មាសអូខេ her thighs are wide her thighs are wide មានថាស្រោមជើងរបស់នាងគឺពណ៌សអូខេ her sandal are black her sandal are black មានថាស្បែកជើងសង្រែករបស់នាងហ្នឹងគឺពណ៌ខ្មៅគេតោះនេះគឺជាមេរៀនគឺសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានចម្ងល់បាទឬក៏គិតថាមានអត្ថប្រយោជន៍អាចធ្វើការចែករំលែកបានអរគុណសូមជម្រាបលា